សម្ដេចធិបតីហ៊ុនម៉ាណែតបានមានប្រសាសន៍ថាខ្ញុំពិតជាចង់ឃើញកម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តទាំង4នៅភាគឦសានបង្កើតចរន្តសេដ្ឋកិច្ចជាក់ស្ដែងនៅភូមិភាគឦសានសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាខ្ញុំពិតជាចង់ឃើញកម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តទាំង4នៅភាគឦសានជួយបង្កើតចរន្តសេដ្ឋកិច្ចជាក់ស្ដែងដល់ភូមិភាគឦសានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចបានថ្លែងថាសម្ដេចពិតជាចង់ឃើញថាកម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តទាំង4នៅភាគឦសានរួមមានខេត្តក្រចេះស្ទឹងត្រែងរតនគិរីនិងមណ្ឌលគិរីពិតជាជួយបង្កើតចរន្តសេដ្ឋកិច្ចបានជាក់ស្ដែងដល់ភូមិភាគឦសានរបស់កម្ពុជាហើយជោគជ័យនេះអាចកើតឡើងបានទាល់តែមានការចូលរួមសហការពីភាគីពាក់ព័ន្ធទាំងអស់ផ្នែកសេដ្ឋកិច្ចនិងវិស័យឯកជនការថ្លែងបែបនេះរបស់សម្ដេចធិបតីហ៊ុនម៉ាណែតបានធ្វើឡើងនៅព្រឹកថ្ងៃពុធទី9ខែមេសាឆ្នាំ2025នេះនៅក្នុងឱកាសដែលសម្ដេចបានអញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តទាំង4នៅភាគឦសានសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានលើកឡើងថាការខ្វះខាតធនធានមនុស្សជាពិសេសសម្រាប់កសិកម្មនិងកសិឧស្សាហកម្មគឺជាចំណោទមួយហើយកម្មករយើងភាគច្រើនចង់ទៅធ្វើការនៅទីប្រជុំជនដូច្នេះរាជរដ្ឋាភិបាលបានសម្រេចផ្តល់ការលើកទឹកចិត្តដោយកំណត់លក្ខខណ្ឌលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតប្រជាជាតិខ្មែរដែលទទួលបានប្រាក់បៀវត្សប្រចាំខែស្មើឬតិចជាង2លានរៀលនិងបម្រើការងារនៅក្នុងកលកដែលមានប្រតិបត្តិការនៅក្នុងខេត្តណាមួយនៃខេត្តទាំង4នៅភូមិភាគឦសានដូច្នេះការដាក់ចេញនូវគោលនយោបាយគឺរឿងមួយប៉ុន្តែការអនុវត្តជាក់ស្ដែងគឺជារឿងមួយទៀតសម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងយ៉ាងដូចនេះថាខ្ញុំពិតជាចង់ឃើញកម្មវិធីពិសេសនេះជំរុញការវិនិយោគនៅក្នុងខេត្តទាំង4នៅភាគឦសានពិតជាជួយបង្កើតចរន្តសេដ្ឋកិច្ចបានជាក់ស្ដែងដល់តំបន់ភូមិភាគឦសានរបស់យើងសម្ដេចធិបតីហ៊ុនម៉ាណែតបានបន្ថែមថាជោគជ័យនេះអាចកើតឡើងបានទាល់តែមានការចូលរួមសហការពីភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែករដ្ឋនិងវិស័យឯកជនត្រង់ចំណុចនេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតខ្ញុំចង់សង្កត់ធ្ងន់ជាពិសេសលើតួនាទីរបស់ផ្នែករដ្ឋដែលត្រូវការពារថ្នាក់ថ្នមថែទាំនិងថែរក្សាវិនិយោគជៀសវាងរាល់អំពើអសកម្មទាំងឡាយដែលបង្កការរំខានដល់ការប្រកបអាជីវកម្មរបស់ធុរជនអភិក្រមរយៈចាស់បង្កើតថ្មីគឺជាភាពចាំបាច់ត្រូវការពារវិនិយោគិនដែលមានស្រាប់បង្កើតទំនុកចិត្តនៅក្នុងនាមជាតួអង្គចូលរួមដោះស្រាយបញ្ហាមិនមែនជាអ្នកបង្កបញ្ហាទន្ទឹមនឹងគ្នានេះដែរសម្ដេចនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថាទំនុកចិត្តនេះនឹងក្លាយទៅជាការផ្សាយពាណិជ្ជកម្មពីកម្ពុជាចេញពីមាត់មួយទៅមាត់មួយទៀតដោយឯកឯងនៅក្នុងចំណោមសហគមន៍ធុរកិច្ចសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតណែនាំដល់ក្រុមការងារត្រូវបំពេញភារកិច្ចរបស់ខ្លួននៅក្នុងស្មារតីជាក្រុមដោយប្រកាន់ខ្ជាប់នៅអភិក្រមជីវភាពនៃប្រព័ន្ធតួអង្គតែមួយដើម្បីជំរុញការអនុវត្តនៅវិធានការនានានៅក្នុងកម្មវិធីពិសេសជំរុញការវិនិយោគនេះឲ្យសម្រេចបានជោគជ័យនិងលទ្ធផលជាក់ស្ដែងតាមការរំពឹងទុកសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតណែនាំឲ្យក្រុមការងារត្រូវផ្សព្វផ្សាយជាសាធារណៈនៅកម្មវិធីជាពិសេសគឺជំរុញការវិនិយោគនេះឲ្យបានទូលំទូលាយធ្វើការពន្យល់ឲ្យបានច្បាស់លាស់និងត្រឹមត្រូវនិងផ្ដល់សេវាបដិសណ្ឋារកិច្ចនិងកិច្ចសហការល្អជាមួយនឹងវិនិយោគិននិងធុរជនទាំងក្នុងនិងក្រៅប្រទេសដើម្បីលើកកម្ពស់ការយល់ដឹងនិងទាក់ទាញការចូលរួមអនុវត្តពីកម្លាំងចលករសំខាន់ៗព្រមទាំងខិតខំស្វែងរកគំនិតនវានុវត្តន៍ដើម្បីបង្កើតភាពទាក់ទាញសម្រាប់វិនិយោគិនទាំងលើទិដ្ឋភាពសមិទ្ធភាពនៃពាណិជ្ជកម្មនិងគុណតម្លៃនៃខ្សែច្រវាក់ផលិតកម្មដែលផ្សារភ្ជាប់ជាមួយនឹងទីផ្សាររាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកខេត្តទាំង4នៅភូមិភាគឦសានជាខេត្តមានកត្តាទាយជាក់ទានដែលអំណោយផលដល់វិស័យកសិកម្មកសិឧស្សាហកម្មនិងទេសចរណ៍ដំណាំកសិកម្មនិងកសិឧស្សាហកម្មក្នុងខេត្តទាំង4រួមមានកៅស៊ូស្វាយចន្ទទីដំឡូងមីម្រេចនិងចេកអំបូងលឿងជាដើមសុទ្ធសឹងតែជាកសិផលយុទ្ធសាស្ត្រប្រកបដោយសក្តានុពលទាំងសម្រាប់ទីផ្សារខាងក្រៅនិងទីផ្សារក្នុងស្រុកជាក់ស្ដែងនៅក្នុងឆ្នាំ2024កន្លងទៅនេះបរិមាណផលនៃប្រភេទដំណាំទាំងនេះនៅក្នុងខេត្តទាំង4មានទំហំប្រមាណ20ទៅ60%នៃបរិមាណផលសរុបទូទាំងប្រទេសតួលេខនេះសបញ្ជាក់ច្បាស់ពីផលិតភាពនិងភាពអំណោយផលខ្ពស់នៃស្ថានភាពដីកត្តាភូមិសាស្ត្រនិងអាកាសធាតុនៅក្នុងតំបន់ភូមិភាគឦសានចំពោះដំណាំទាំងអស់នេះជាមួយគ្នានេះភាពសម្បូរបែបនៃសម្បត្តិធម្មជាតិរួមមានអាកាសធាតុត្រជាក់ខ្យល់បរិសុទ្ធធនធានធម្មជាតិចម្រុះព្រៃឈើនិងដែនជម្រកសត្វព្រៃជាដើមបានធ្វើឲ្យខេត្តទាំង4ក្លាយទៅជាតំបន់មានសក្តានុពលទេសចរណ៍ធម្មជាតិនិងអេកូទេសចរណ៍ជាពិសេសទេសចរណ៍អត្តសញ្ញាណពិសេសដែលសំដៅលើផលិតផលទេសចរណ៍វប្បធម៌ធម្មជាតិនិងប្រវត្តិសាស្ត្រដែលមានលក្ខណៈពិសេសដោយឡែកសម្រាប់ខេត្តនិងតំបន់ភាគឦសាននៃប្រទេស
តែប៉ុណ្ណោះនាងខ្ញុំលីលីពី I Love Cambodia Hot News TV